សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺ admin មកសម្រាយរឿងជូនអ្នកទាំងអស់គ្នាស្ដាប់ទេហើយគឺមានចំណងជើងថាតាមស្នេហ៍បងដោយជាងមេឃភាគទី17មុននឹងឈានដល់សាច់រឿងបន្តនឹងសូមបងប្អូនជួយចុច subscribe ដល់ admin channel បងហាន់សម្រាយរឿង GL មួយផងដែរអ្នកទាំងអស់គ្នាតោះជួយសាច់រឿងយើងតែម្ដងទៅបន្ទាប់ពី Mickey គាត់បាននិយាយគ្នាជាមួយនឹងលោកយាយរបស់គាត់ហើយគឺចូលមកបងពីនយើងណាវិញគឺគាត់បានឡើងទៅលើដំបូលផ្ទះហើយគាត់ក៏បានឌីជុំតែម្នាក់ឯងហើយលំពេលដែលគាត់កំពុងតែឌីនឹងគឺគាត់បានយល់សពឃើញបងស្រីរបស់គាត់នឹងមករកគាត់ដោយគាត់បាននិយាយថាហេតុអ្វីបានជាប្អូនស្រីនៅតែខូចចិត្តនៅតែដិតដាននៅរឿងអតីតបែបហ្នឹងហេតុអ្វីក៏មិនព្រមបោះបង់វាចោលហេតុអ្វីបានជាប្អូនមិនបោះបង់វាបែបហ្នឹងឬមួយក៏មកពីបងជាអ្នកដែលធ្វើឲ្យអូនឈឺចាប់បងពីនគាត់ក៏បាននិយាយតជាមួយនឹងបងស្រីរបស់គាត់បែបហ្នឹងគាត់ថាគ្រប់យ៉ាងទាំងអស់ហ្នឹងគឺមិនមែនដោយសារតែបងទេគឺដោយសារតែខ្ញុំមិនអាចបោះបង់វាចោលដោយខ្លួនឯងដោយសារតែវាធ្វើឲ្យខ្ញុំឈឺចាប់ដកនៅក្នុងចិត្តមិនអាចបំភ្លេចបានបងស្រីរបស់គាត់ក៏បាននិយាយតទៅវិញថាសូមកុំឈឺចាប់ទៀតអីរាល់ការឈឺចាប់ទាំងអស់ហ្នឹងគឺប្រកបឲ្យគាត់ជាអ្នករងទៅហើយសូមប្អូនស្រីហ្នឹងទៅរកមនុស្សដែលប្អូនស្រីស្រឡាញ់នឹងអាចនៅរួមរស់ជាមួយគ្នាជារៀងរហូតទៅព្រោះការឈឺចាប់ហ្នឹងវាបានកន្លងហួសទៅហើយកុំនាំទុកដាក់នៅក្នុងខ្លួនទៀតអីបងពីនគាត់ក៏បាននិយាយបដិសេធទៅកាន់បងស្រីរបស់គាត់ថាគាត់មិនអាចធ្វើបានទេតែធ្វើយ៉ាងម៉េចទើបអាចបំភ្លេចបានគឺប្អូនត្រូវតែទទួលស្គាល់ការពិតហើយមានមនុស្សច្រើនណាស់ដែលកំពុងតែរងចាំប្អូនដូច្នេះប្អូនកុំធ្វើឲ្យគេខូចចិត្តអីចូលប្អូនទៅរកគេទៅពេលនោះបងពីនគាត់ក៏បាននិយាយថាតើបងដោះលែងឲ្យខ្ញុំទៅហើយមានទេតែខ្ញុំមិនជឿចិត្តលើខ្លួនឯងនោះទេពេលដែលគាត់កំពុងតែនិយាយហ្នឹងស្រាប់តែបងស្រីរបស់គាត់ហ្នឹងបានបាត់មុខចេញពីមុខគាត់ហ្នឹងគាត់ក៏បានភ្ញាក់ឡើងទៅបានគាត់គិតថាតាមពិតទាំងអស់ហ្នឹងគឺគាត់គ្រាន់តែយល់សប្តិឃើញមកស្រីរបស់គាត់ទេបន្ទាប់ពីគាត់បានចោះមកពីលើដំបូលផ្ទះហ្នឹងវិញគឺគាត់មកផ្ទះរបស់គាត់ហ្នឹងនៅចិនក្រោមហ្នឹងក៏ឃើញលោកយាយរបស់គាត់ហ្នឹងកំពុងតែរៀបចំកន្លែងកលុកស្រាអ្នកទាំងអស់គ្នាដូចបាយយើងនៅបានចឹងឯងគឺលោកយាយគាត់ធ្វើជាបាយរីស្តាកលុកស្រាកលុកនឹងឲ្យចាស់ស្រីរបស់គាត់នឹងញ៉ាំដោយសារតែលោកយាយគាត់ឃើញបងពីនខូចចិត្តពេកហ្នឹងហើយណាមួយយាយរបស់បងពីនហ្នឹងគាត់ធ្វើជាបែបចិនស៊ីអ្នកទាំងអស់គ្នាពេលហ្នឹងបងពីនក៏ចាំមកដល់ក៏បានសួរលោកយាយថាតើលោកយាយកំពុងតែធ្វើអ្វីលោកយាយគាត់ក៏បានប្រាប់ថាគាត់ធ្វើជាអ្នកកលុកស្រាឲ្យចាស់ស្រីរបស់គាត់ញ៉ាំពេលនោះបងពីនគាត់ក៏បាននិយាយប្រាប់លោកយាយគាត់ថាថ្ងៃនេះគាត់បានឡើងទៅលើដំបូលហើយគាត់បានដេកយល់សប្តិឃើញបងស្រីប៉ុន្តែយល់សប្តិលើកនេះគឺមិនដូចពីលើកមុនទេគឺយល់សប្តិលើកនេះគឺគាត់មកប្រាប់ឲ្យខ្ញុំនឹងដោះលែងនៅអតីតកាលចោលទាំងអស់ហើយចាប់ផ្ដើមជីវិតថ្មីលោកយាយគាត់ក៏បាននិយាយលួងលោមបងពីនថាគ្រប់យ៉ាងគឺដោយសារតែបងស្រីរបស់ចៅគឺគាត់នៅតែព្រួយបារម្ភពីឯងនឹងឯងអំឡុងពេលដែលលោកយាយគាត់កំពុងតែនិយាយប្រាប់ទៅបងពីនហ្នឹងគឺបងពីនគាត់ទម្លាក់ទឹកមុខសង្ងត់សង្ងាត់បន្តិចដែរក្រោយមកលោកយាយក៏កាត់បានបដូរប្រធានបទនិយាយរឿងផ្សេងវិញគឺកាត់បានសួរចៅគាត់ថាតើថ្ងៃនេះចៅស្រីចង់ញ៉ាំអ្វីដែរគឺលោកយាយធ្វើឲ្យចៅទាំងអស់ពេលហ្នឹងគឺកាត់បានធ្វើស្រា B2 អាសាហ្នឹងគឺគេដុតភ្លើងអ្នកទាំងអស់គ្នាហើយយើងបឺតយកមកអស់ទៅពេលហ្នឹងគឺបងពីនគាត់ក៏បានញ៉ាំហើយញ៉ាំទៀតសំថែមមួយថែមទៀតរហូតដល់ស្វឹងរៀងខ្លួនពេលដែលគាត់បានដើរទៅបន្ទប់របស់គាត់ហើយដោយសារតែគាត់ស្វឹងហើយហ្នឹងពេលហ្នឹងគឺមានអារម្មណ៍មួយចង់ឆាតទៅមីគីគឺដោយសារតែស្រាបញ្ជាអ្នកទាំងអស់គ្នាគ្រប់យ៉ាងគឺព្រោះតែស្រាពេលដែលស្វឹងចង់ឆាទៅសួរនាំគេប៉ុន្តែអត់ហ៊ានឆាទៅទេបានត្រឹមតែសរសេរចោលប៉ុន្តែអត់អាចសិនទៅបានហើយក៏ស្វឹងដេកលងលក់ទៅលូដល់ព្រឹកឡើងហ្នឹងគឺចូលមកមីគីណាវិញគឺកាត់បានអង្គុយនិយាយគ្នាលេងជាមួយនឹងមិត្តភក្តិរបស់គាត់នៅឯហាងកាហ្វេរបស់មីគីនឹងឯងពេលហ្នឹងមិត្តភក្តិរបស់គាត់ក៏បានសួរថាតើឥឡូវហ្នឹងឯងយ៉ាងម៉េចហើយសុខសប្បាយឬអត់ផ្លូវចិត្តហ្នឹងយ៉ាងម៉េចដែរពេលនោះមីគីក៏គាត់បាននិយាយថាឥឡូវហ្នឹងគាត់កំពុងតែកាត់ចិត្តហើយគាត់ចង់ឲ្យខ្លួនឯងហ្នឹងផ្លាស់ប្ដូរជាមនុស្សថ្មីមួយទៀតគឺគេកែប្រែហើយប៉ុន្តែបច្ចុប្បន្នហ្នឹងគឺកែមិនទាន់បានទេចិត្តហ្នឹងនៅតែស្រឡាញ់បងពីននៅឡើយទេហើយអង្គុយឆ្ងល់ថាហេតុអ្វីបានជាបងពីនគាត់មិនដេញតាមចាប់យកស្នេហាបែបហ្នឹងខ្ញុំមិនយល់ទៅតែសោះ
ប៉ុន្តែមិនអីទេលើកនេះគឺខ្ញុំកែប្រែហើយខ្ញុំនឹងធ្វើជាមនុស្សថ្មីឈប់ដេញតាមស្នេហាទៀតហើយទុកឲ្យស្នេហានឹងដេញតាមខ្ញុំវិញម្ដងគឺកាត់ចង់សំដៅទៅលើបងពីនកាត់លេងដេញតាមបងពីនហើយចង់ឲ្យបងពីននឹងវាចាប់អារម្មណ៍លើខ្លួនឯងវិញម្ដងពេលដែលកំពុងតែនិយាយហ្នឹងគឺមិត្តភក្តិរបស់គាត់ក៏បាននិយាយកុហកថាកាត់ឃើញបងពីននឹងឈរនៅខាងមុខដូចកំពុងតែលួចសម្លឹងមកមើលមីគីអញ្ចឹងពេលហ្នឹងមីគីក៏មិនបានគិតអ្វីច្រើនដែរក៏ស្ទុះរត់ទៅរកឯណាបងពីនឯណាបងពីនគាត់ចេញទៅក្រៅរកមើលប៉ុន្តែរកអត់ឃើញហើយបែរមកវិញឃើញមិត្តភក្តិរបស់គាត់ស្ដាយក៏គាត់ដឹងថាតាមពិតមិត្តភក្តិរបស់គាត់នឹងនិយាយលេងសោះពេលដែលមកដល់វិញហ្នឹងគឺមិត្តភក្តិរបស់គាត់បាននិយាយថាឯណាថាកែប្រែធ្វើជាមនុស្សថ្មីគ្រាន់តែលឺឈ្មោះគេបន្តិចសោះរត់ទៅរកមើលគេដាច់ក្បាលដាច់កន្ទុយអញ្ចឹងមីគីក៏បាននិយាយតទៅមិត្តភក្តិរបស់គាត់វិញថាគាត់កំពុងតែរៀនកាត់ចិត្តគាត់មិនទាន់កាត់ចិត្តបានឯណាពេលដែលកំពុងតែនិយាយគ្នាហ្នឹងគឺមិត្តភក្តិរបស់គាត់ក៏បាននិយាយថាគាត់ទៅបន្ទប់ទឹកសិនចាំមួយចាំនិយាយគ្នាតទៀតហើយអំឡុងពេលដែលមីគីអង្គុយតែម្នាក់ឯងហ្នឹងគឺបងពីនហ្នឹងគឺគាត់បានមកមេនឹងឯងអ្នកទាំងអស់គ្នាគឺគាត់លួចឈរនៅខាងមុខហើយអាសាដែលគាត់ទៅសេពីយប់មិញហ្នឹងគឺគាត់បានសរសេរថាតើអូនសុខសប្បាយឬអត់ហើយពេលនេះអូនយ៉ាងម៉េចដែរសុំទោសដែលបងមិនបានសារភាពឆ្លើយប្រាប់ទៅអូនតាមពិតគឺបងពិតជាស្រឡាញ់អូនខ្លាំងណាស់អាសាហ្នឹងគឺអត់ទាន់បានលុបទេគ្រាន់តែគាត់ទៅសេចោលហើយក៏អត់បានសិននឹងហើយពេលដែលគាត់មកឈរលុបមើលមីគីហ្នឹងគឺដោយសារតែបុគ្គលិកនៅហាងហ្នឹងគឺស្គាល់បងពីនដែរហ្នឹងហើយពេលដែលគាត់កំពុងតែឈរមើលហ្នឹងគឺគាត់ទាញទូរស័ព្ទហ្នឹងយកមកមើលសារហ្នឹងហើយដៃហ្នឹងគឺវានឹងគេណាកន្លែងយើងចុចសិននឹងអ្នកទាំងអស់គ្នាស្រាប់តែពេលហ្នឹងគឺបុគ្គលិកហ្នឹងបានដើរមកពីក្រោយក៏បានហៅគាត់ថាបងពីនហេតុអ្វីបានបងពីនឈរនៅទីហ្នឹងហេតុអ្វីក៏មិនចូលទៅក្នុងពេលហ្នឹងគឺបងពីនគាត់រៀងភ្ញាក់បន្តិចក៏ដៃហ្នឹងក៏ច្រឡំចុចសិនទៅតែម្ដងទៅពេលដែលគាត់ភ្ញាក់ហើយសាប់តែគាត់មើលទូរស័ព្ទគាត់ក៏បានចុចផ្ញើទៅហើយមីគីក៏បានចូលមើលថែមទៀតហើយមិនយូរប៉ុន្មានបងពីនក៏បាននិយាយថាមិនអីទេចូលអូនឯងទៅមុនទៅចាំបងទៅតាមក្រោយតែពិតហ្នឹងគឺរត់ចេញខ្លាចមីគីឃើញហើយរត់មកឈរដើរឆ្លេឆ្លានៅផ្ទះខ្លួនឯងថាគួរធ្វើមិនបាសាហ្នឹងលុបហើយក៏មិនបានអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែមីគីបានអានសារហ្នឹងហើយហ្នឹងចំណែកឯមីគីណែវិញគឺពេលដែលឃើញសារហ្នឹងហើយគឺស្រីភ្ញាក់ផ្អើលពេញមហាងបដ ாய் គឺគាត់រំភើបពេកណូគឺគាត់មិនដែលឃើញសារបែបហ្នឹងហើយពេលដែលមិត្តភក្តិរបស់គាត់មកពីបន្ទប់ទឹកវិញក៏បានប្រាប់ទៅមិត្តភក្តិរបស់គាត់ហើយនិយាយគ្នាលឺថាឯងមិនដែលលឺមកជួយមើលសារនេះតើយើងសុបិនមែនឬពេលដែលមិត្តភក្តិរបស់មីគីគាត់បានអានសារហ្នឹងហើយគាត់ក៏បាននិយាយថាខ្ញុំមានផែនការមួយឯងធ្វើតាមយើងទៅដឹងតែមានប្រសិទ្ធភាពហើយមិនយូរប៉ុន្មានមីគីក៏បានផ្ញើសារសុំជំនួយពីបងនីតាពីបងណាងហ្នឹងគឺជាពេលដែលអ្នកទាំងអស់គ្នាហើយពីអាសាហើយនឹងមិត្តភក្តិរបស់បងពីរហ្នឹងគឺអាលីនឹងឯងថាសូមជួយរៀបចំផែនការឲ្យគេផងធ្វើយ៉ាងម៉េចដើម្បីឲ្យបងពីរហ្នឹងព្រមនិយាយសារភាពចេញពីមិត្តថាស្រឡាញ់មីគីចំណែកបងពីនយើងឯណែវិញគឺគាត់កំពុងតែដើរឆ្លេឆ្លាអំពីសារដែលគាត់បានផ្ញើទៅមីគីនឹងឯងស្រាប់តែពេលនឹងដែរគឺបងនេតានឹងក៏បានខលមកប្រាប់បងពីនថាមីគីនឹងគឺបានជួបអបតវហេតុចូលពេទ្យហើយឥឡូវគឺមិនទាន់ដឹងខ្លួនទេបងពីនលឺដូច្នេះហើយគឺមិនរងចាំយូរទេក៏បានទៅមន្ទីរពេទ្យតែម្ដងទៅចំណែកអាសាហើយនឹងអាលីគឺនៅពេលដែលបានឃើញសារសុំជំនួយពីមីគីពួកគេក៏បាននិយាយគ្នាបន្តិចដែរដោយសារតែមុននឹងគឺអាលីហ្នឹងគឺគាត់បានសុំបាយគ្នាពីអាសានឹងហើយពេលដែលគេសុំជំនួយឲ្យជួយអញ្ចឹងគឺគេក៏សុំនិយាយគ្នាថាសុំធ្វើជាគូសង្សារដូចដើមវិញបានអត់គ្រាន់តែសំដែងទេចាំពេលដែលមីគីហើយនឹងបងពីរហ្នឹងគឺកាត់បានត្រូវគ្នាវិញហើយយើងអាចបែកគ្នាវិញបានគឺកាត់មិនចង់ឲ្យពួកគេនឹងសង្ស័យថាពួកគេទាំងពីរនឹងបែកគ្នាអាលីក៏យល់ព្រមតាមសំណើរបស់អាសាហើយពេលហ្នឹងគឺអាសាហ្នឹងក៏បានឈៀតសួរថាតើប៉ារបស់បងហ្នឹងបានមកធ្វើបាបបងទៀតអត់អាសាអាលីក៏គាត់បានឆ្លើយថាមិនមានទៀតទេហើយពួកគាត់ក៏បានចុចបិទទូរស័ព្ទទៅចំណែកបងពីរនេះវិញគឺគាត់បានទៅមន្ទីរពេទ្យយ៉ាងលឿនព្រោះព្រួយបារម្ភពីមីគីដោយសារមីគីចូលពេលហ្នឹងពេលទៅដល់ហើយគឺបងពីនបានទៅមើលមីគីហើយក្នុងនឹងដែរក្នុងបន្ទប់ហ្នឹងគឺ
មានបងណាងហើយនឹងបងនេតាមកដែរហើយបងពីនក៏បានសួរថាហេតុដូចម្បានជាមីគីជួបគ្រោះថ្នាក់បែបហ្នឹងតើអាការៈហ្នឹងមានអីប៉ះពាល់ខ្លាំងអត់ហេតុអ្វីបានជាមីគីមិនទាន់ដឹងខ្លួនទៀតបងណាងក៏គាត់បាននិយាយថាអាការៈមិនអីទេគឺអាចនឹងឆាប់ជាមកវិញទេប៉ុន្តែគាត់មិនទាន់ដឹងច្បាស់ទេនៅរងចាំមីគីនឹងដឹងខ្លួនហើយនឹងពិនិត្យខួរក្បាលម្ដងទៀតដោយសារតែមានបញ្ហានៅកន្លែងក្បាលនឹងខ្លាំងដែរសូមបងពីននឹងក៏បារម្ភអីគឺខ្ញុំនឹងយកចិត្តទុកដាក់មើលថែមីគីឲ្យបានល្អពេលហ្នឹងបងពីនគាត់ក៏បានចាប់អារម្មណ៍ថាបងណាងនឹងគឺគាត់គ្រូពេទ្យវាកាត់ខាងបេះដូងទេហើយមកត្រូវមើលអ្នកជំងឺខាងផ្នែកខួរក្បាលអញ្ចឹងពេលហ្នឹងបងណាងគាត់ឆ្លើយអត់ទាន់ចេញដែរស្រាប់តែមីគីក៏ដឹងឮក៏ចាប់ផ្ដើមធ្វើជាឈឺក្បាលអ្នកទាំងអស់គ្នាដើម្បីកាត់ស្ថានភាពកុំឲ្យបងពីនគាត់សង្ស័យហើយគាត់ក៏បានស្រែកថាអូយឈឺក្បាលខ្លាំងណាស់ឈឺក្បាលខ្លាំងណាស់ហើយក៏បានស្រែកហៅឈ្មោះបងនីតាហើយនឹងបងណាងចំណែកឯបងពីនមីគីក៏បាននិយាយថាតើអ្នកគឺជាណានាពេលហ្នឹងបងពីនគាត់ឡើងគៀងស្ដោតែម្ដងដោយសារតែមនុស្សដែលមីគីស្រឡាញ់បែរជាអត់ចាំទៅវិញនៅទាំងអស់គ្នាបន្ទាប់មកបងពីនគាត់ក៏បានមកនិយាយជាមួយនឹងបងណាងសួរពីអាការៈថាតើហេតុអ្វីបានជាមីគីមិនចាំគាត់បែបហ្នឹងហេតុអ្វីក៏បានចាំតែអ្នកផ្សេងបងណាងក៏គាត់បានរៀបរាប់ថាដោយសារតែអាការៈហ្នឹងគឺយូរវាកម្រមានគឺវាមានតិចណាស់ប៉ុន្តែវាអាចនឹងជាឆាប់ជាសះស្បើយមកវិញទេលុះត្រាតែយើងព្យាយាមរំលឹកការចងចាំទៅអ្នកជំងឺវិញដោយសារតែរឿងខ្លះអ្នកជំងឺគាត់ឈឺចាប់គាត់ចង់បំភ្លេចគាត់មិនចង់ចងចាំគឺវាអាចប៉ះពាល់ដល់រឿងនឹងជាងគេអាចធ្វើឲ្យគាត់មិនចាំនរណាម្នាក់ដែលគាត់ឈឺចាប់ខ្លាំងដែលម្នាក់នឹងធ្វើឲ្យគាត់ឈឺចាប់អ្នកទាំងអស់គ្នាបងពីនក៏គាត់បានសួរបន្ថែមថាតើជំងឺនឹងអាចឆាប់ជាសះស្បើយវិញដែលទេបងណាងក៏គាត់បានឆ្លើយថាអាចនឹងឆាប់ជាដូចដើមវិញដែរប៉ុន្តែត្រូវមានចិត្តអត់ធ្មត់បន្តិចយោបល់ល្អពីខ្ញុំគឺបងពីននឹងមិនចាំបាច់រងចាំមីគីទេណាមួយដោយសារតែបងក៏បានបដិសេធការសុំស្រឡាញ់ពីមីគីផងដែរដូច្នេះវាជារឿងល្អដែលបងឲ្យមីគីនឹងអាចចាប់ផ្ដើមជីវិតថ្មីដោយមិនមានបងពីនគាត់ក៏បានតបទៅវិញថាអរគុណសម្រាប់ដំបូន្មានរបស់អ្នកគ្រូពេទ្យប៉ុន្តែខ្ញុំនឹងមិនបោះបង់ទេខ្ញុំនៅតែរងចាំហើយខ្ញុំរងចាំរហូតដល់មីគីចងចាំខ្ញុំមកវិញហើយបន្ទាប់ពីនឹងខ្ញុំនឹងសុំស្រឡាញ់នាងជាផ្លូវការតែម្ដងបន្ទាប់ពីនិយាយគ្នាជាមួយនឹងបងណាងរួចហើយគាត់ក៏បានទៅមើលមីគីវិញទៅរឿងតាមស្នេហ៍បងដោយជាងមេភាគទី17ចាប់តែប៉ុណ្ណឹងកុំភ្លេចតាមដាននៅភាគបន្តនៅថ្ងៃស្អែកទៀតផងណាអរគុណច្រើនបាយបាយ